លោក Jean Baudrillard តើជីវិតដែលយើងកំពុងរស់នៅរាល់ថ្ងៃជាការពិតឬគ្រាន់តែជាការសម្ដែងអាថ៌កំបាំងនៃពិភពលោកคล้ายคล้ายដើមកំណើតនិងខ្សែជីវិតរបស់អ្នកវិភាគសង្គមសម័យទំនើបនៅក្នុងយុគសម័យ Digital បច្ចេកវិទ្យានិងបណ្ដាញសង្គមមនុស្សយើងម្នាក់ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃដើម្បីសម្លឹងមើលកញ្ចក់ទូរស័ព្ទទស្សនាពីរូបភាពវីដេអូបទពិសោធន៍ធ្វើដំណើរកម្សាន្តនិងការរស់នៅដ៏ស៊ីវិល័យរបស់អ្នកដទៃប៉ុន្តែតើមានអ្នកណាធ្លាប់ចោទសួរទេថាអ្វីដែលយើងកំពុងឃើញរាល់ថ្ងៃនេះវាជាការពិតឬគ្រាន់តែជាការបង្កើតឡើងដើម្បីបោកប្រាស់ភ្នែករបស់យើងតែប៉ុណ្ណោះដើម្បីបកស្រាយចម្ងល់ដ៏ជ្រៅមួយនេះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់កម្ពុជាទស្សនវិជ្ជានិងជាអ្នកទស្សនស្ដីសង្គមវិទ្យាជនជាតិបារាំងដ៏លេចធ្លោម្នាក់គាត់ចាប់កំណើតនៅថ្ងៃទី27ខែកក្កដាឆ្នាំ1929នាទីក្រុងរីមប្រទេសបារាំងគាត់ឈ្មោះលោក Jean Baudrillard ខ្សែជីវិតផ្ទាល់ខ្លួននិងការសិក្សារបស់លោក Jean Baudrillard គឺផ្សារភ្ជាប់ទៅនឹងការសង្កេតការប្រែប្រួលនៃសង្គមយ៉ាងមុតស្រួចគាត់ចាប់ផ្ដើមអាជីពជាគ្រូបង្រៀនភាសានិងជាអ្នកបកប្រែមុនពេលឈានជើងចូលទៅក្នុងវិស័យសង្គមវិទ្យានិងទស្សនវិជ្ជាជាន់ខ្ពស់ព្រមទាំងបានធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យល្បីល្បាញជាច្រើនអ្វីដែលធ្វើឲ្យគាត់ខុសប្លែកពីអ្នកប្រាជ្ញដទៃគឺគាត់មិនបានចំណាយពេលវិភាគតែរឿងប្រវត្តិសាស្ត្របុរាណឡើយប៉ុន្តែគាត់បានយកចំណេះជំនាញរបស់គាត់មកតាមដានពិភពលោកសម័យទំនើបដែលពោរពេញទៅដោយការផ្សព្វផ្សាយពាណិជ្ជកម្មប្រព័ន្ធផ្សព្វផ្សាយមហាជននិងការប្រើប្រាស់ទំនិញម៉ាកល្បីៗរហូតមើលធ្លុះធ្លាយល្បិចកលដែលប្រព័ន្ធទាំងនេះកំពុងគ្រប់គ្រងនិងបង្វិលខួរក្បាលមនុស្សលោកស្នាដៃទស្សនវិជ្ជាដ៏មានឥទ្ធិពលបំផុតរបស់គាត់ដែលបានដាស់ស្មារតីមនុស្សទូទាំងសកលលោកនិងថែមទាំងបានក្លាយជាគំនិតបំផុសក្នុងការផលិតភាពយន្ត Hollywood ល្បីៗគឺសៀវភៅដែលមានចំណងជើងថា Simulacra and Simulation នៅក្នុងស្នាដៃនេះគាត់បានលាតត្រដាងទ្រឹស្ដីមួយដ៏គួរឲ្យភ្ញាក់ផ្អើលគឺការបង្កើតឡើងនូវការពិតនិមិត្តឬហៅថា Hyper Reality លោក Jean Baudrillard បានពន្យល់ថាមនុស្សសម័យបច្ចុប្បន្នលែងបានរស់នៅនឹងប្រឈមមុខជាមួយការពិតជាក់ស្ដែងទៀតហើយគឺយើងកំពុងរស់នៅក្រោមការគ្រប់គ្រងនៃរូបភាពនិងនិមិត្តសញ្ញាដែលប្រព័ន្ធផ្សព្វផ្សាយបង្កើតឡើងជំនួសវិញគាត់បានបែងចែកដំណាក់កាលនៃរូបភាពជាច្រើនកម្រិតប៉ុន្តែចំណុចចុងក្រោយដែលគួរឲ្យខ្លាចបំផុតគឺនៅពេលដែលរូបភាពឬសញ្ញាទាំងនោះលែងមានទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹងការពិតជាក់ស្ដែងតែវាបែរជាបង្កើតការពិតថ្មីមួយដែលមើលទៅល្អឥតខ្ចោះជាងល្អមើលជាងនឹងគួរឲ្យចង់រស់នៅជាងការពិតធម្មជាតិទៅទៀតឧទាហរណ៍ជាក់ស្ដែងដូចជាការដែលមនុស្សយើងព្យាយាមទិញកាបូបម៉ាកល្បីៗឬទំនិញប្រណិតមិនមែនដោយសារតែគុណប្រយោជន៍ប្រើប្រាស់របស់វាឡើយតែគឺដើម្បីទិញយកនិមិត្តសញ្ញានៃវណ្ណៈនិងឋានៈសង្គមដែលការផ្សាយពាណិជ្ជកម្មបានផ្សព្វផ្សាយបំពុលខួរក្បាលយើងឬការដែលយើងទស្សនារូបភាពទីក្រុងស្អាតៗនិងការរស់នៅដ៏ល្អឥតខ្ចោះនៅលើបណ្ដាញសង្គមរហូតយើងជឿជាក់យ៉ាងស្លុងថានោះគឺជាស្តង់ដារជីវិតពិតប្រាកដរួចក៏ចាប់ផ្ដើមមិនពេញចិត្តនឹងជីវិតធម្មជាតិរបស់ខ្លួនឯងគាត់ចង់ដាស់តឿនថាប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យមនុស្សលោកលែងស្គាល់ថាអ្វីជាការពិតនិងអ្វីជាការសម្ដែងជាភាពคล้ายៗទៀតហើយលោក Jean Baudrillard បានលាចាកលោកនៅថ្ងៃទី6ខែមិនិនាឆ្នាំ2007ក្នុងអាយុ77ឆ្នាំនាទីក្រុងប៉ារីសប្រទេសបារាំងដោយសារជំងឺរ៉ាំរ៉ៃទោះបីជារូបកាយរបស់គាត់បានរលាយបាត់ទៅក្តីប៉ុន្តែទ្រឹស្ដីសង្គមរបស់គាត់កាន់តែមានភាពច្បាស់លាស់និងត្រឹមត្រូវខ្លាំងឡើងនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះមុនពេលលាចាកលោកគាត់បានបន្សល់ទុកនូវទស្សនៈមាសដ៏មានតម្លៃផ្ញើជូនមនុស្សគ្រប់ជំនាន់ថាគ្រោះថ្នាក់ដ៏ធំបំផុតរបស់មនុស្សសម័យថ្មីមិនមែនជាការខ្វះខាតព័ត៌មាននោះទេតែគឺជាការដែលយើងមានព័ត៌មាននិងរូបភាពច្រើនជ្រុលរហូតវាមកលេបត្របាក់និងបំផ្លាញអត្ថន័យពិតប្រាកដនៃជីវិតមេរៀនជីវិតនិងទស្សនវិជ្ជារបស់លោក Jean Baudrillard គឺជាការដាស់តឿនឲ្យយើងគ្រប់រូបត្រូវតែមានស្មារតីរឹងមាំនិងប្រើប្រាស់ប្រាជ្ញាក្នុងការត្រងត្រាប់រាល់រូបភាពព័ត៌មាននិងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមចូលឈប់រត់ដេញតាមរូបភាពបំភាន់ភ្នែកឬស្វែងរកតម្លៃពិតប្រាកដរបស់ខ្លួនឯងតាមរយៈរបស់របរខាងក្រៅកាយដែលប្រព័ន្ធ Hyper Reality បង្កើតឡើងទៀតទៅព្រោះក្តីសុខពិតប្រាកដគឺការរស់នៅដោយស្គាល់តថភាពពិតនៃជីវិតនិងមិនបណ្ដោយឲ្យខ្លួនឯងខ្លាចជាចំណាប់ខ្មាំងនៃពិភពលោកនិម្មិតឡើយ។